វីឪពុកទុកជាតម្លៃមានតែមួយថ្ងៃធំធេងអស្ចារ្យបញ្ចេញវាចាជូនពរឪពុកណាមានសុខភាពល្អទិវាឪពុកនាំគ្នាធ្វើទានតាមសទ្ធាមានធ្វើតាមកម្លាំងគុំនៅប្រចាំចូលឆ្នាំទើបធ្វើនាំគ្នាធ្វើភ្លាមតាន់យើងនៅមានកម្លាំងទិវាឪពុកត្រូវលើកតម្លៃឪពុកប្រពៃថ្លៃថ្លាប្រសើរកូត្រូវធ្វើទង្វើជាទានឪប្រុកប្រទានពរជ័យដល់យើងទិវាឪពុកគេលើកឡើងមកដើម្បីឲ្យយើងគោរពវន្តាចំពោះលោកជាអ្នកមានគុណយើងត្រូវគោរពស្ដាប់ដំបូន្មានដែលលោកទូមានឲ្យធ្វើអំពើល្អទិវាឪពុកយើងត្រូវគោរពជារៀងរាល់ថ្ងៃព្រោះជារឿងប្រពៃដែលយើងត្រូវធ្វើដោយចិត្តគោរពទុកលោកឪពុកក្នុងខ្លួនយើងណាទិវាឪពុកកូនត្រូវសូមខមាទោសដែលយើងធ្វើខុសដោយប្រការណាឲ្យលោកអត់ទោសដល់យើងផងណាសូមឲ្យសុខាដល់រាបរៀងទៅទិវាឪពុកកូនសូមជូនពរដល់លោកឪពុកបានសេចក្តីសុខគ្រប់ពេលវេលាទេវតា10000លោកធាតុការពារសូមឲ្យឈ្នះមាសត្រូវទុកពៀភ័យអន្តរាយវិនាសបាត់ទៅទិវាឪពុកកូនសូមរាយរាប់រៀបរាប់ពរនាជីវិតឪពុកថាលោកពិបាកគ្មានថ្ងៃស្រណុកធ្វើការត្រត្រកឥតមានទំនេរឪពុកខំធ្វើគ្រប់បែបទង្វើមិនថាល្អជាពុកមិនខ្លាចទេណាពៅពុំមាឲ្យតែបានប្រាក់ចិញ្ចឹមបុត្រថ្លៃបានរស់រាល់ថ្ងៃពុកអពេលក្រៃពុកខំសពថ្ងៃក៏ព្រោះតែកូនតើកូនដឹងទេពុកពិបាកខ្លាំងពុកអស់កម្លាំងគ្មានអ្វីហូបទេពុកសុខចិត្តអត់ឲ្យតែបានកូនពុកអលុះសត់ពុកស្រក់ទឹកភ្នែកគេជេរគេថាពុកមិនតវ៉ាដើម្បីបានប្រាក់មកចិញ្ចឹមកូនឲ្យបានធំធាត់បានទៅសាលាសិក្សារាល់ថ្ងៃពុកធ្វើរាល់ថ្ងៃចង់ឲ្យកូនល្អឲ្យបានប្រពៃដូចជាកូនគេពុកមិនរិះរេរកឲ្យកូនមានចំណេះដឹងពុកខំប្រឹងមិនដែលទំនេរទោះគេឌីជេពុកលួនខំប្រឹងហើយសាធុជនទាំងប្រុសស្រីនឹងនេះហើយអត្តន័យនៃជីវិតពុកខំដើរទៅមុខឥតមានត្រឡប់ក្រោយមិនត្រឡប់ឡើយទៅមុខរហូតទោះជីវិតឈឺក៏មិនត្រហៅឲ្យកូនដឹងឡើយខ្លាចកូនពិបាកហើយមិនហ៊ានពឹងសុខចិត្តស្ងាត់ឈឹងរហូត